ជីវិតមានទាំងសុខមានទាំងទុក្ខការធ្វើដំណើរទៅដល់គោលដៅដ៏វែងឆ្ងាយរបស់យើងក៏យើងឆ្លងកាត់ផ្លូវខ្លះទៅវាងដែរផ្លូវខ្លះក៏មានដុំថ្មរំខានដែរផ្លូវខ្លះក៏មានកលុកបន្តិចរំខានដែរឬក៏មានកលុកច្រើនតែយើងសម្លឹងទៅលើគោលដៅរបស់យើងណាយើងឆ្លងកាត់ផ្លូវឆ្លងកាត់កលុកហ្នឹងគឺយើងអាចទៅដល់គោលដៅរបស់យើងដោយក្តីរីករាយ